បាទអនុញ្ញាតមកកាយគោរពជំរាបសួរឯកឧត្តមលោកជំទាវលោកលោកស្រីអ៊ំពូមីងយាយតាទាំងអស់គ្នាជាទីគោរពផងដែរបាទនេះឯកាសពេលរសៀលបាទថ្ងៃនេះដែរបាទក្រុមពួកយើងក៏មានការសម្ដែងនៅរបាំជូនពរដើម្បីជូនពរជ័យទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតានៅក្នុងកម្មវិធីនៃអង្គកឋិនទានដែលត្រៀមនឹងដង្ហែនៅវេលាម៉ោង1រសៀលនេះទៅកាន់វត្តកោះជុំបាទដែលស្ថិតនៅក្នុងភូមិបង្គំឃុំឃុំថ្នោតជុំស្រុកកកខេត្តពោធិ៍សាត់នេះឯងបាទឃើញថាមុននៅការដង្ហែនេះដែរបាទគឺម្ចាស់នៃអង្គកឋិនទានក៏បានរៀបចំពិធីជូនត្រៃបាទពុកម៉ែបងប្អូនជូនត្រៃទៅដល់ម្ចាស់អង្គកឋិនទានឲ្យកូនចៅជូនណាបាទហើយបើនិយាយពីអ្នកស្មូតគឺពុរខ្លាំងមែនតែម្ដងបាទពុកម៉ែបងប្អូនបាទបន្ទាប់ពីបានជូនត្រៃលៀងនិងបរិខាផ្សេងទៅដល់លោកអ្នកមានគុណរួចហើយនៅក្នុងនោះក៏មានក្រុមរបាំជូនពរសម្រាប់សម្ដែងជូនពរជ័យបាទសិរីបវរទៅដល់ម្ចាស់អង្គកឋិនទានផងដែរបាទសម្រាប់រោងនេះដែរគឺផ្លេចភ្នែកខ្លាំងមែនតែម្ដងបាទពុកម៉ែបងប្អូនបាទថ្ងៃនេះគឺរបាំជូនពររបស់យើងបាទតួសូឡូដែលយើងអញនិយាយបានថាជាតួអាយតួចេញមុនគេតួរួមនៅកណ្ដាលគេតួដែលស្អាតជាងគេរៀបចំមុនគេអញ្ចឹងណាពុកម៉ែបងប្អូនបាទគឺសម្ដែងដោយម្ចាស់អង្គកឋិនទានផ្ទាល់តែម្ដងបាទថ្ងៃនេះកូនម្ចាស់អង្គកឋិនទានរួមរបាំជូនពរទៅដល់ម្ចាស់អង្គកឋិនទានបាទពុកម៉ែបងប្អូនបាទផ្លែកដែរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងកម្មវិធីអង្គកឋិនទាននេះដែរគឺរួមគ្នាបាទពុកម៉ែបងប្អូនបាទបងអូនស្រីរួមរបាំជូនពរគឺជាម្ចាស់សម្អាងការវិមានច័ន្ទមង្គលសម្អាងការដែលស្ថិតនៅក្នុងស្រុកកកបាទពុកម៉ែបងប្អូនចូលរួមគ្នាជាមួយនឹងម្ចាស់ហាងផ្កាដេក័របាទពុកម៉ែបងប្អូនសវណ្ណារាដេក័របាទគឺយើងប្រឡប់ធ្វើនៅផ្ទះសវណ្ណារាដេក័រតែម្ដងបាទនៅក្នុងនេះគឺផ្លេចភ្នែកខ្លាំងមែនតើមិនថាការរៀបចំនៅក្នុងកម្មវិធីបុណ្យឬមួយក៏កម្មវិធីសម្រាប់រៀបពិធីបុណ្យអីផ្សេងៗទេគឺល្អមើលផ្លេចភ្នែកតែម្ដងណាពុកម៉ែបងប្អូនគឺសរសើរទៅដល់ម្ចាស់អង្គកឋិនទានបានរៀបចំផ្លេចបាទល្អមើលតែម្ដងមានរបាំមានអាសនៈសម្រាប់ក្រុងពលីមានចយ៉ាំមានអីផ្សេងៗគឺយើងរៀបចំតែម្ដងបាទពុកម៉ែបងប្អូនឃើញផ្លេចភ្នែកខ្លាំងមែនតើបាទដោយសារជាម្ចាស់កម្មវិធីនៃហាងលីកទាំងមូលផងដែរបាទថ្ងៃនេះដែរបងអូនស្រីដែលជាម្ចាស់អង្គកឋិនទានមួយផ្នែកដែរនោះក៏បានចេញមកសម្ដែងនៅរបាំជូនពរជូនម្ចាស់អង្គកឋិនទានទស្សនាក៏ដូចជាជូនពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅក្នុងវីដេអូរបស់ខ្ញុំនេះផងដែរបាទសម្រាប់របាំជូនពរនេះដែរពុកម៉ែបងប្អូនគឺយើងរួមបាទគឺយើងសម្ដែងជាស្រីសួរដែលចុះមកពីឋានលើបាទពុកម៉ែបងប្អូនមកជូនពរសັບសាទុការទៅដល់ម្ចាស់កម្មវិធីបាទរបាំនេះដែរគឺយើងសម្ដែងបាននៅក្នុងកម្មវិធីបុណ្យនៅក្នុងកម្មវិធីសម្ពោធនេះក៏ដូចជាកម្មវិធីមង្គលការផងដែរបាទជំរាបជូនដំណឹងទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងដែរថាក្រុមរបាំជូនពរថ្ងៃនេះបាទពុកម៉ែបងប្អូនមិនជាក្រុមអាជីពចូលគ្នាទេបាទពុកម៉ែបងប្អូនថ្ងៃនេះដែរបាទគឺយើងចាប់គ្នាចូលគ្នាទៅដូចតួសូឡូណាពុកម៉ែបងប្អូនហ្នឹងក៏គាត់នៅខាងរំយូរឆ្នាំដែរហើយបាទពុកម៉ែបងប្អូនថ្ងៃនេះក៏យើងមកចាប់ដៃគូជាមួយនឹងសិស្សបងប្អូនបាទពុកម៉ែបងប្អូនរួមសอบបានតែរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែខាងក្រោយខ្នងវិញពុកម៉ែបងប្អូនគឺខាងក្រោយខ្នងនៃការសอบនឹងដល់ពេលចេញទស្សនាវិញបាទពុកម៉ែបងប្អូនចាប់ផ្ដើមសម្ដែងមកគឺល្អខ្លាំងមែនតែម្ដងបាទអត់នឹកស្មានទេពុកម៉ែបងប្អូនសอบបានតែ2ដងទេបាទសอบបានតែ2ដងទេតែមើលទៅគឺហាក់បីដូចអ្នករាប់ឆ្នាំអញ្ចឹងបាទពុកម៉ែបងប្អូនបាទសូមសរសើរដល់ទេពសាបងប្អូនស្រីហើយសម្រាប់ម្ចាស់កឋិនទានដែលជាអ៊ំពូមីងយាយតាបាទក៏ត្រូវជាបងប្អូនជាមួយនឹងអ្នកសូឡូផងដែរបាទអ្នកសូឡូរំលបាំហ្នឹងណាបាទហើយក៏គាត់ញញឹមព្រមប្រៃថ្ងៃនេះមានកិត្តិយសខ្លាំងមែនតើដែលបងប្អូនស្រីបានរំលបាំជូនពរថ្វាយជូនដល់អ្នកមានគុណនៅខាងមុខតែម្ដងបានជូនពរជ័យទៅដល់អ្នកមានគុណបន្ទាប់ពីបងប្អូនស្រីបានរំលបាំជូនពររួចពុកម៉ែបងប្អូនក៏ជាតួនាទីបាទទេវតានឹងហែទៅអង្គកឋិនទានទៅកាន់វត្តផងដែរបាទបន្ទាប់ពីនឹងហើយឲ្យធម្មតាបាទគឺផ្លាស់កៅអៅទៅហើយក៏បងប្អូនស្រីអស់កម្លាំងរលីងតែម្ដងដែលដោយសារកម្មវិធីបុណ្យយើងរត់បុណ្យផងហើយពេលល្ងាចពុកម៉ែបងប្អូនគូភ្ញៀវមកច្រើនក៏ខ្លាំងមែនតើនៅក្នុងនឹងចឹងហើយក៏រឿងហត់ខ្លាំងដែរណាពុកម៉ែបងប្អូនហើយគឺក្នុងសម្រាប់បងប្អូនសវណ្ណារាវិញក៏គាត់ហត់ខ្លាំងដែរពុកម៉ែបងប្អូនសាររត់រៀបចំដៃគួរអីខ្លួនឯងទាំងអស់តែម្ដងរៀបចំកម្មវិធីបុណ្យជើញភ្ញៀវជើញអីចឹងយើងត្រូវរៀបចំយើងត្រូវរយៈតាក់ភ្ញៀវឲ្យទៀតដោយខ្លួនឯងពុកម៉ែបងប្អូនហើយដល់ពេលនឹងហើយកឋិនទៅសើគាត់ទៀតណាពុកម៉ែបងប្អូននឹងមានកម្លាំងរួមនឹងហើយកឋិនជាមួយគេមកឯងសប្បាយទៀតបាទគឺឃើញថាអូគាត់សប្បាយចិត្តខ្លាំងមែនតើណាបាទពុកម៉ែបងប្អូនហ្នឹងហើយគាត់អាកាសយើងនៅអាចធ្វើបុណ្យបានណាពុកម៉ែបងប្អូនព្រោះការដែលយើងធ្វើបុណ្យនេះគឺអត់មានចាំជាតិក្រោយទេពុកម៉ែបងប្អូនយើងធ្វើបុណ្យគឺបានបុណ្យណាពុកម៉ែបងប្អូនដូចនេះឲ្យពុកម៉ែបងប្អូនមកមានឱកាសគួរតែធ្វើបុណ្យបដាទៅព្រោះការណាដែលយើងធ្វើបុណ្យជួយយើងណាពុកម៉ែបងប្អូនបាទបន្ទាប់ពីសម្ដែងនៅរបាំជូនពរជូនម្ចាស់អង្គកឋិនទានក៏ដូចជាជូនពុកម៉ែបងប្អូនបានទស្សនារួចហើយបាទក្រុមរបាំជូនពររបស់យើងក៏បានរៀបចំក្បួនត្រឡប់ទៅវិញបាទត្រឡប់មិនត្រឡប់ទៅណាទេបាទពុកម៉ែបងប្អូនគឺកវលចាស់កវលឡើងហើយរួមចប់ភ្លេងគឺត្រៀមបើលុយពីម្ចាស់អង្គកឋិនទានបាទចំណែកតួសូឡូវិញពុកម៉ែបងប្អូនពេលដល់ម្ចាស់អង្គកឋិនទានគាត់មានសទ្ធាជូនណាពុកម៉ែបងប្អូនអាពេលអញ្ចឹងហើយគឺជាម្ដាយរបស់ខ្លួនឯងតែម្ដងដែលជាអ្នកជូនមកអញ្ចឹងហើយគាត់ញញឹមបិទអត់ចិត្តទេថ្ងៃនេះដែរបងស្រីមានសំណាងបាទបានទទួលថាវិការពីអ្នកម្ដាយផ្ទាល់តែកុំភ្លេចរួមរួចហើយបាទពុកម៉ែបងប្អូនគិតទៅតាមនឹងទៅហើយមួយទៀតពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលតែងតែ
និយមគ្រប់គ្រងជាមួយវីដេអូរបស់ខ្ញុំបានណាបាទសូមមេត្តាពុកម៉ែបងប្អូនជួយចុច Subscribe លើ Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទពុកម៉ែបងប្អូនខ្ញុំនឹងធ្វើវីដេអូថ្មីប្លែកជូនពុកម៉ែបងប្អូនទស្សនាបន្តទៀតបាទនៅក្នុងនោះដែរពុកម៉ែបងប្អូនពុកម៉ែបងប្អូនបើសិនជាចង់បាននៅសំអាងការក៏ដូចជា Deco ចាក់ការកំងបែបណាក៏បានអាចតាក់ទងជាមួយនឹងក្រុមពួកយើងបានបាទពួកយើងក៏មានជាសំអាងការក៏មានជារបាំជូនពរក៏មានជាក្រុម Deco បាទសម្រាប់ជូនពុកម៉ែបងប្អូនផងដែរនេះពុកម៉ែបងប្អូនចង់បានអាចតាក់ទងបានណាបាទជាចុងក្រោយក៏សូមគោរពជូនពរពុកម៉ែបងប្អូនអំពូមីងយាយតាដែលអញ្ជើញទស្សនានៅក្នុងវីដេអូរបស់ខ្ញុំបាទសូមឲ្យរកទទួលទានមានបានបាទតិចតិចទៅទីណាកន្លែងណាជួបតែមនុស្សចិត្តថោសប្បុរសគ្រប់គ្នាហើយម្យ៉ាងវិញទៀតធ្វើដំណើរទីជិតឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាពគ្រប់គ្នាទាំងអស់គ្នាផងដែរម្យ៉ាងវិញទៀតក៏សូមប្រគេនបុណ្យនិងជូនបុណ្យដល់បដិជនប្រសង់គ្រប់ព្រះអង្គក៏ដូចជាជូនបុណ្យទៅដល់ពុកម៉ែបងប្អូនអំពូមីងយាយតាដែលបានអញ្ជើញទស្សនាទាំងអស់គ្នានេះបានបុណ្យកុសលស្មើគ្នាទាំងអស់គ្នាផងដែរសូមអរគុណនិងសូមគោរពលាបាទវីដេអូនេះដែរគឺខ្ញុំបាទរៀនធ្វើទេបាទពុកម៉ែបងប្អូនបើសិនជាពាក្យសម្ដីឬមួយក៏វីដេអូដែលខ្ញុំកាត់តធ្វើទៅមានការខុសឆ្គងយ៉ាងណានោះសូមពុកម៉ែបងប្អូនដែលកំពុងតែទស្សនាមេត្តាអនុគ្រោះអធិស្ឋានដល់ខ្ញុំបាទផងព្រោះថាខ្ញុំបាទមិនមែនជាអ្នកអាជីពក៏ដូចជាអ្នកជំនាញនៃការធ្វើវីដេអូមួយនេះនោះទេព្រោះពួកខ្ញុំគ្រាន់តែចង់រៀនធ្វើវីដេអូនេះឡើងដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាបើសិនជាមានការខុសឆ្គងត្រង់កន្លែងណាមួយពុកម៉ែបងប្អូនមេត្តាជួយណែនាំក៏ដូចជា comment ប្រាប់បន្ថែមទៅដល់ពួកខ្ញុំបាទផងបាទសម្រាប់កាយវិការនៃការកាត់វីដេអូមួយនេះបើមានការខុសឆ្គងកន្លែងណានោះសូមពុកម៉ែបងប្អូនមេត្តាអធិស្ឋានព្រោះថានៅក្នុងវីដេអូនេះដែរខ្ញុំបាទថតជាសកម្មភាពបែបទូរស័ព្ទទេបាទពុកម៉ែបងប្អូនបើសិនជាមានការមិនល្អឬមួយក៏ខុសឆ្គងកន្លែងណាមួយពុកម៉ែបងប្អូនជួយអនុគ្រោះពុកម៉ែបងប្អូនបាទយ៉ាងណាក៏ដោយសារតែវីដេអូខ្ញុំបាទក៏ទើបនឹងចាប់ផ្ដើមធ្វើដែរដូចនេះសូមពុកម៉ែបងប្អូនមេត្តាជួយចុច Subscribe លើ Channel YouTube ម្នាក់មួយឲ្យខ្ញុំបាទដើម្បីឲ្យមានពុកម៉ែបងប្អូនបានទស្សនាឃើញនៅវីដេអូក្រោយៗថ្មីជូនពុកម៉ែបងប្អូនបន្តទៀត